នឹងឲ្យថែមតែទឹកកកមួយកែវទៀតណាតែគាត់ក៏មានរសជាតិឈ្ងុយដែរត្រជាក់ហើយញ៉ាំឈ្ងុយហើយញ៉ាំមួយកាហ្វេអានឹងវាដូចជាញ៉ាំកាហ្វេខ្លែមតែខ្ញុំញ៉ាំកាហ្វេបានបន្តិចហើយក៏មានអារម្មណ៍ថាស្វាងបាត់ងុយគេងណាប៉ុន្តែខ្ញុំអង្គុយលេងបន្តមកសន្ទុះសិនអង្គុយមើលទស្សនភាពនៅទល់មុខសាលានិយាយទៅសាលានិងហាងកាហ្វេហ្នឹងក៏នៅទល់មុខគ្នាហើយនៅក្នុងហាងកាហ្វេហ្នឹងគេមានទូកញ្ចក់ជាកញ្ចក់អញ្ចឹងណាហើយយើងអាចស្លឹងមើលឃើញម៉ូតូឡានអីជិះនៅខាងក្រៅយើងឈប់មើលទស្សនភាពមកសន្ទុះសិនអីយើងមានអារម្មណ៍ថារៀងស្វាងក្រនបើហើយចាំទៅរៀនតទៀតតែសារតែខ្ញុំរៀងស្ងួតកបន្តិចមករៀនថ្ងៃនេះគឺមានអារម្មណ៍ថាខាកហើយរៀងផ្ដាសាយតិចដែរអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំអត់ចោលទេខ្ញុំនៅតែផឹកទឹកកកហើយនៅតែផឹកកាហ្វេអីធម្មតាដោយសារតែស្ងួតកពេកក៏ផឹកតែតិចទៀតតែហ្នឹងខ្ញុំកាន់តែញ៉ាំដូចកាន់តែមានអារម្មណ៍តែឆ្ងាញ់វាកាន់តែឈ្ងុយវាឈ្ងុយនៅក្នុងមាត់របស់យើងអញ្ចឹងតែមួយកែវហ្នឹងគឺខ្ញុំញ៉ាំតិចឡើងអស់អ្នកនរគ្នាអាចមើលបានណានៅក្នុងរូបហ្នឹងតែទឹកកកញ៉ាំហើយក៏មានឲ្យជារសឈ្ងុយឆ្ងាញ់ឥឡូវនៅសល់ពេល10នាទីទៀតដល់ម៉ោងចូលរៀនហើយប៉ុន្តែខ្ញុំញ៉ាំកាហ្វេអត់អស់អញ្ចឹងខ្ញុំក៏យកកាហ្វេទៅក្រៅហើយចាំតែញ៉ាំបន្តនៅថ្នាក់មួយវិញទៀតហើយខ្ញុំដូចជាមានអារម្មណ៍ថាហៀសបោវារៀងផ្ដាសាយអញ្ចឹងចេញពីនេះទៅខ្ញុំទៅដៅទៅរត់ទិញกระดาษជូតមាត់กระดาษអនាម័យទុកត្រៀមនៅពេលដែលខ្លាចអង្គុយរៀនទៅខ្ញុំกระดาษឬក៏វាតឹងច្រមុះអីអញ្ចឹងគឺសកូទុកប្រើប្រាស់កំបាក់ថារៀនយើងងាកចេញទៅបន្ទប់ទឹកងាកចេញទៅបន្ទប់ទឹកអញ្ចឹងអាចថាខ្លាចរំខានដល់បងដែលគាត់នៅជិតនឹងឥឡូវខ្ញុំដើរត្រង់ទៅអគារAហើយឡើងទៅជាន់ទី3វិញឥឡូវនេះខ្ញុំដើរបណ្ដើហើយថតខ្លួនឯងបណ្ដើដោយសារតែយើងអត់មានពេលឈរថតអញ្ចឹងដើរបណ្ដើគឺមានតនកាមេរ៉ាបណ្ដើអញ្ចឹងឯងដើម្បីថតពីសកម្មភាពខ្លួនឯងណូតទុកមើលពេលក្រោយអញ្ចឹងពេលរៀនចប់ឬក៏ពេលតំណេអីទុកមើលតែខ្លួនឯងទៅរៀននឹង action មិនខ្លះអីមិនខ្លះឥឡូវបដិញ្ញាចុះថាខំប្រឹងរៀនឡើងវិញអ្នកនរគ្នាព្រោះអីយើងអាចឃ្លាបានណាបែងចែកពេលថាពេលណាធ្វើ assignment ពេលណាយើងមានពេលផ្ទាល់ខ្លួនហើយពេលណាមានពេលមួយថ្ងៃមួយទៀតសាលាដែលខ្ញុំរៀនហ្នឹងគឺឈ្មោះដូច logo លើកាតដែលខ្ញុំពាក់អ្នកនរគ្នាឥឡូវនៅសល់ប្រហែលជា10នាទីជិត10នាទីបានដល់ម៉ោងចូលរៀនចឹងអត់ទាន់មានគេចូលមកថ្នាក់វិញទេដោយសារតែខ្ញុំញ៉ាំតែកាហ្វេពេលព្រឹកអញ្ចឹងបានកាហ្វេហើយក៏ត្រឡប់ចូលមកថ្នាក់វិញ